នេតិកំណាបសូមជូនកំណាបក្រុមចំណងជើងថាម្ចាស់ជីវិតជ័យលាភីលេខ2ពានរង្វាន់អក្សរសិល្ប៍នោះហាចឆ្នាំ2005និពន្ធដោយអ្នកស្រីច័ន្ទមនីបទពាក្យ7សូត្របែបមេត្រីបាសូត្រដោយលោកយ៉ាន់បូរិនកំដរត្រួយដោយលោកជុនធីរាវគ្គទី2ពេលស្ទីម្ចាស់វះដំគ្រាវទៀតពើផ្សាចុកសៀតជាប់រៀងជន់លួញរំពាត់វត្តមិនទៀងចាំងមើលផងភៀងព្រឺអាថ្មាងម្ចាស់ទាញទំបរាល់រដូវជួយរកផលស្រូវជាអាហារឃ្លានណាស់ឆក់ភ្លុងទុកកាយាម្ចាំងដាក់ទូសាងវាយទាំងតបម្ចាស់ខឹងញ៉ាំឆក់កនត្រាំងអូនបៃដូចអ្នកទុំទាញត្រឡប់បានត្រឹមចំបើងចំបែងថប់ត្រាច់ចច្រាប់មើងផឹកទឹកធ្លុកស៊ូស្លូតស្លាប់គ្មានចិត្តខូខើកប់ភួងរាំងជ្រៅជើងដោលបុកប្រចងបែករិចឈឺចាប់ជុកប្រឹងបោលតត្រកក្បាលងើបមុខដេកដាបឆ្អេះឆ្អាបក្បែរភ្លើងភ្នក់សែងហុយបំពុងឈួលឈៀមឆ្លង
អ្វីពេលថ្ងៃការវិវង្លុយកាត់ជ្រាំភក់មិនសុខកាយអូនណាស់ពេលម្ចាស់ងូតទឹកលៀងសំអាតប្រត្រៀងទុករសាយត្រពាំងบังស្ទឹងអូប្រឡាយលែងស្អិតដិតកាយសែនត្រេកអងទាំងពូជអំបូរគេពូនពងលងងជុំចំបែងចិត្តស្មោះសរដូវប្រាំងស្ងួតហួតចេញចោលំហក្តៅហែងកណ្ដាលដីរដូវវស្សាស្មៅខ្ចីលាស់ពណ៌បៃតងស្រស់អពីក្រៃបានច្បិចបិចបោចលបាំងថ្មីខ្ចីត្រេកអរអត់បីឆ្ងាញ់ផ្លែកមាត់ម្ចាស់ជួម្ចាស់រស់ស្រែចំការប្រឹងពេញអាត្មាខ្លាចរំពាត់ខ្សែតីប្រចាំកាន់វិវត្តទោះបីនឿយហត់មិនទុំរុនសូមប្រិយមិត្តរងចាំស្ដាប់វគ្គបន្តកម្មវិធីនេះរៀបចំដោយសមូហកម្មអក្សរសិល្ប៍នូហាចឧបត្ថម្ភដោយមូលនិធិ Toyota